សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំដល់ថ្ងៃធ្វើទឹកស៊ុបថ្លាឲ្យកូនទៀតហើយចំពោះទឹកស៊ុបថ្លាថ្ងៃនេះគឺខ្ញុំមានបន្លែតិចតួចទេហើយចំពោះបន្លែនេះគឺខ្ញុំរៀងចិត្តរៀងតូចដែរអញ្ចឹងណាបងប្អូនគឺមានត្រឡាចខ្ទឹមបារាំងដលងបារាំងដំឡូងជ្វាហើយនឹងល្ពៅនេះចិត្តរៀងទូតិចដោយសារតែម៉ាក់ខ្ញុំគាត់ចិត្តស្លដល់ចឹងខ្ញុំយកមកធ្វើទឹកស៊ុបឲ្យកូនដែរអញ្ចឹងណាបងប្អូនហើយយើងដាក់ខ្ទឹមដែរដើម្បីកាត់ឆ្អាបដោយសារតែខ្ញុំដាក់សាច់យកសាច់ឆ្អឹងជំនីចឹងក៏ដាក់ខ្ទឹមអញ្ចឹងណាបងប្អូនដើម្បីកាត់ឆ្អាបហើយចំពោះទឹកគឺខ្ញុំដាក់ទឹករៀងច្រើនអញ្ញាសាជើងងរហែងយូរដែរអញ្ចឹងណាគឺទឹកខ្ញុំដាក់ចំនួន3លីត្រកន្លះអញ្ចឹងយើងរងចាំទឹកយើងពុះចាំយើងដាក់សាច់ចូលហើយចំពោះសាច់គឺបងប្អូនត្រូវតែសោះអញ្ចឹងណាបងប្អូនយើងសោះហើយបានយើងយកទៅធ្វើទឹកស៊ុបថ្លាបានដោយសារតែកុំឲ្យវាមានក្លិនចឹងយើងរងចាំឲ្យទឹកស៊ុបយើងពុះសិនចាំយើងដាក់សាច់ហើយនឹងបន្លែចូលអូនឥឡូវទឹកយើងពុះហើយគឺខ្ញុំដាក់សាច់ចូលយើងដាក់ថ្នមទៅដើម្បីកុំឲ្យល្អទឹកចឹងណាបងប្អូនហើយចំពោះភ្លើងគឺយើងត្រូវបើកតិចទេបងប្អូនគឺកុំបើកខ្លាំងពេកគឺទឹកស៊ុបថ្លានេះខ្ញុំដាក់2ម៉ោងទៅរងាស់ឲ្យវាចេញជាតិបើសិនជាបងប្អូនមានពេលយើងរងាស់12ម៉ោងកន្លះក៏បានដែរបងប្អូនដើម្បីចេញជាតិណាហើយចំពោះផ្នែកបន្លែនេះគឺខ្ញុំកាត់តូចហ្នឹងដើម្បីឲ្យវារៀងចេញជាតិចឹងណាបងប្អូនគឺយើងដាក់ថ្នមទៅអូខ្ញុំភ្លេចដាក់ស្ពៃក្តោបតិចទៀតចាំយកស្ពៃក្តោបដាក់បន្ថែមទៀតភ្លេចថាមានស្ពៃក្តោបធម្មជាតិខ្លួនឯងដែរខ្ញុំចាំដាក់តាមក្រោយស្ពៃក្តោបហើយយើងដាក់ស្ពៃក្តោបចូលទៅបងប្អូនពេញហ្នឹងប៉ុណ្ណឹងមុខគឺគ្រប់គ្រាន់ហើយទៅពេលយើងធ្វើថ្ងៃក្រោយទៀតយើងដូរមុខផ្សេងទៀតចឹងណាបងប្អូនដើម្បីឲ្យកូនយើងស្គាល់រសជាតិផ្សេងចឹងណាបងប្អូនចំពោះកូនខ្ញុំគឺខ្ញុំយកពេលដែលខ្ញុំយកទឹកស៊ុបថ្លាយកទៅបបរឲ្យគាត់គឺគាត់រៀងញ៉ាំបានច្រើនវារៀងមានជាតិវីតាមីនច្រើនចឹងណាបងប្អូនជាមួយច្រើនពួកឯងមានបន្លែគ្រប់មុខបងប្អូនអញ្ចឹងយើងទុករងចាំរហូតដល់2ម៉ោងទៅ2ម៉ោងកន្លះហើយទើបយើងយកបន្លែចេញអូខេអញ្ចឹងយើងរងចាំសិនបងប្អូនហើយភ្លើងយើងបើកតិចបានហើយបងប្អូនកុំបើកខ្លាំងពេកអូខេបងប្អូនបើសិនជាក្នុងការដែលយើងរងចាំមិនទាន់ដល់2ម៉ោងហ្នឹងគឺបើសិនជាមានពពុះអញ្ចឹងគឺបងប្អូនអាចដួសចេញទៅដួសថ្នមអញ្ចឹងណាបងប្អូនដួសចេញទៅដើម្បីឲ្យទឹកស៊ុបយើងថ្លាអញ្ចឹងណាបងប្អូនបើសិនជាយើងទុកពពុះទៅវាអាចនឹងល្អក់លេងថ្លាទេបងប្អូនទឹកស៊ុបយើងឆ្អិនហើយគឺក្រោយរងាស់រយៈពេល2ម៉ោងនេះគឺខ្ញុំបើកភ្លើងតិចចឹងណាបងប្អូនឥឡូវយើងចាប់ផ្ដើមយកបន្លែចេញទៅជាការស្ដាច់យើងយកទៅដួសដាក់កែវឬក៏ថង់បង្កក់អញ្ចឹងណាបងប្អូនយើងយកដាក់ទូទឹកកកទៅហើយសម្រាប់ការទុកហ្នឹងគឺក្នុងទូកកហ្នឹងគឺយើងអាចទុករយៈពេលបាន1ខែតែទឹកស៊ុបនេះយើងប្រើម្ដង1ខែយើងអាចធ្វើបន្ថែមទៀតរហូតចឹងណាបងប្អូនព្រោះការចាប់បន្លែហើយបងប្អូនអាចយកកត្រងចាក់ទឹកនឹងចូលដើម្បីយើងធំកុំឲ្យមានឆ្អឹងអញ្ចឹងណាបងប្អូនព្រោះយើងប្រើជាឆ្អឹងជំនីជ្រូកអញ្ចឹងវាអាចខ្លាចមានកតិចឆ្អឹងអីអញ្ចឹងណាបងប្អូនចឹងយើងត្រូវតែធំវាអូខេបងប្អូនអរគុណសម្រាប់ការទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ